ស្នេហាជាអ្វីបើយើងពោលឲ្យចំតែម្ដងទៅស្នេហាមិនដឹងជាអ្វីទេការរកអត្ថន័យដាក់ឲ្យចំនឹងពាក្យស្នេហានេះមិនមែនជាការងាយស្រួលដោយដែលគេនឹកស្មាននោះឡើយឯការដែលគេចេះតែដាក់អត្ថន័យថាដូច្នេះថាដូច្នោះនោះមិនមែនបានសេចក្តីថាអត្ថន័យទាំងនោះខុសឡើយក៏ប៉ុន្តែអត្ថន័យទាំងនោះក៏មិនមែនបញ្ជាក់ថាត្រីឥតខ្ចោះដែរនោះឡើយតាមការពិតទៅការរកអត្ថន័យដាក់ឲ្យចំឈ្មោះពាក្យស្នេហានេះស្ថិតនៅក្នុងក្របខ័ណ្ឌមួយយ៉ាងពិបាកជាទីបំផុតពីព្រោះយើងពុំអាចរកអត្ថន័យបានជាយើងពោលថាពិបាកដាក់ដូចម្ដេចឲ្យចំឥតខ្ចោះបានឡើយការពន្យល់នៃពាក្យស្នេហានេះក៏ពិបាកដែរពីព្រោះពាក្យថាស្នេហាមួយម៉ាត់នេះមានទំហំនិងតម្លៃធំធេងឥតឧបមាដូច្នេះហើយបានជាចាប់តាំងពីពេលពិភពលោកយើងកើតមានរូបរាងមានអ្នកចេះគិតពិចារណាមកកាលណាបញ្ហាស្នេហានៅតែរកច្រកចេញដោះស្រាយពុំទាន់រួចរហូតមកដល់សពថ្ងៃនេះឯទស្សនវិធូជាច្រើនក៏បានខំធ្វើការសិក្សាស្រាវជ្រាវអំពីបញ្ហាស្នេហានេះដែរប៉ុន្តែទីបញ្ចប់នៃពាក្យស្នេហានេះពុំទាន់ត្រូវបានទស្សនវិធូណាម្នាក់រកឃើញឡើយបើយើងជំរុញការរិះគិតពិចារណានេះឲ្យបានវែងឆ្ងាយជ្រៅបន្តិចទៅចំពោះបញ្ហាពាក្យស្នេហានេះយើងរឹងរឹតតែមានការឆ្ងល់ខ្លាំងឡើងទៅទៀតបានជាយើងរឹងរឹតតែឆ្ងល់ឡើងមិនចេះចប់នេះពីព្រោះយើងពុំអាចដឹងថាតើប្រភពពិតប្រាកដនៃសេចក្តីស្នេហានេះនៅកន្លែងណាមួយឡើយយើងដែលជាមនុស្សចេះតែពោលពាក្យស្នេហាតែយើងពុំអាចស្គាល់ថាស្នេហានេះយ៉ាងដូចម្ដេចទេយើងពុំអាចចាប់វាបានឡើយឯប្រភពរបស់វាសោតក៏យើងពុំអាចដឹងថាស្ថិតនៅទីកន្លែងណាដែរយើងចេះតែទន្ទឹងពាក្យស្នេហាជាប់មាត់ជានិច្ចហើយម្នាក់ចេះតែខំប្រឹងពន្យល់ថាស្នេហាមានន័យដូចនេះមានន័យដូចនោះអ្នកនេះបង្កើតអ្នកនោះបង្កើតជាហូរហែមិនចេះចប់ឯទីបញ្ចប់ស្នេហានៅតែស្នេហាដដែលបើយើងកុំយកបញ្ហាព្រះអាទិទេពមកដោះស្រាយកុំយកបញ្ហាកម្មផលអវិជ្ជាមកឆោយឆ្លងហើយយើងយកតែបញ្ហាដែលយើងឃើញផ្ទាល់នឹងភ្នែកក្នុងរយៈពេលដែលយើងកំពុងតែមានជីវិតយើងរឹតតែមានការឆ្ងល់ខ្លាំងទៀតតាមការសង្កេតផ្ទាល់នឹងភ្នែកធម្មតាយើងឃើញថាទារកដែលទៅនឹងកើតភ្លាមមកមិនចេះមិនយល់មិនស្គាល់អ្វីទេដែលហៅថាស្នេហាឡើយតែលុះវាចម្រើនអាយុធំឡើងវាក៏ចាប់ផ្ដើមស្គាល់ស្នេហានេះដែរក្នុងការសង្កេតរបៀបនេះយើងអាចយកទ្រឹស្ដីចិត្តវិភាគ Laspicianalis មកបកស្រាយបានថាទារកវាមានស្នេហានេះតាំងតែពីកើតមកជាមនុស្សការដោះស្រាយពន្យល់របៀបវិទ្យាសាស្ត្រនេះធ្វើឲ្យយើងយល់បានខ្លះដែរក៏ប៉ុន្តែការឆ្ងល់របស់យើងក៏នៅតែមានជីវិតដដែលពីព្រោះយើងឆ្ងល់ថាហេតុដូចម្ដេចក៏មនុស្សយើងកើតមានស្នេហាមកជាមួយវាមិនកើតតើដោយពុព្វហេតុអ្វីទៅបានជឿជាប់មកជាមួយចុះបើកើតមកគុំសណ្ដោងយកស្នេហាមនុស្សយើងកើតមកត្រូវតែពាំយកស្នេហាមួយមិនមែនជាការងាយស្រួលទេការឆ្លើយនឹងសំណួរទាំងនេះចេះតែមានហូរហែមកដែរក៏ប៉ុន្តែចម្លើយទាំងនេះពុំមានបញ្ជាក់ប្រាប់ភាពពិតនៃពាក្យស្នេហាបានឡើយដូច្នេះពាក្យស្នេហាគ្រាន់តែបញ្ជាក់នៃភាពអត្ថន័យនៃស្នេហាតែប៉ុណ្ណោះឯអត្ថន័យពាក្យស្នេហាដែលយើងចេះតែខំបកស្រាយទាំងពួងនេះគ្រាន់តែជាលបែងកាយអផ្សុកដែលយើងចេះតែខំប្រឹងឲ្យន័យដើម្បីនឹងកំដរជីវិតក្នុងការឆ្ពោះទៅរកស្ថានមច្ចរាគតែប៉ុណ្ណោះទស្សនវិធូនិងស្នេហាចំពោះមនុស្សជាតិជំនាន់ដើមជំនាន់មុនប្រវត្តិសាស្ត្រពិភពលោកយើងនេះគឺជាពិភពលោកគ្មានអាទិទេពគឺជាពិភពមួយស្ងាត់ជ្រងំហើយស្ថិតនៅក្នុងសភាពងងឹតឥតដំណឹងក្រោយមកចំពោះផ្នែកទស្សនវិជ្ជាដែលមានជំនឿជឿជាក់លើព្រះអាទិទេពពិភពលោកក៏ប្រែក្លាយជាពិភពមួយដែលពោពេញទៅដោយអាទិទេពពិភពលោកសុទ្ធតាជាដៃទេពជាស្នាមព្រះហត្ថរបស់អាទិទេពទីបញ្ចប់ចំពោះផ្នែកអ្នកប្រាជ្ញវិទ្យាសាស្ត្រវិញពិភពលោកនេះគឺជាពិភពលោករបស់របរជាពិភពមួយដែលពោពេញទៅដោយរបស់របរផ្សេងតែទោះបីជាយ៉ាងណាក៏ដោយពិភពលោកនេះស្ថិតនៅជានិច្ចជាពិភពតាក់ទងដែលមនុស្សលោកទាំងអស់សុទ្ធតែមានការតាក់ទងឆ្លងឆ្លើយគ្នាទៅវិញទៅមកការតាក់ទងរវាងគ្នានឹងគ្នានេះបង្កើតជាចំណងមួយដែលគេហៅថាស្នេហាមានតែជនវិកលទេដែលគ្មានការតាក់ទងនឹងមនុស្សដូចគ្នាជនវិកលនេះត្រូវបាត់បង់អស់នៅអ្វីដែលហៅថាស្នេហាហើយគេក៏គ្មានការតាក់ទងអ្វីនឹងខ្លួនគេដែរដូច្នេះកាលណាមានជីវិតគឺមានស្នេហាសេចក្តីស្នេហានេះមិនមែនមានសភាពលក្ខណៈដូចគ្នានោះទេស្នេហានេះមានសភាពផ្លាស់ប្ដូរទៅតាមការរិះគិតពិចារណាទៅតាមប្រាជ្ញានិងការចេះដឹងរបស់មនុស្សម្នាក់សេចក្តីស្នេហាស្ថិតនៅលើសម្ផស្សរាងកាយ
ដំបងបើខ្ញុំចាប់ចិត្តស្រឡាំងប្រតិបត្តិអ្នកណាម្នាក់គឺដោយសារខ្ញុំយល់នឹងបានឃើញថាអ្នកនោះស្អាតស្រស់សូភាគួរឲ្យពេតៃសម្រាប់សម្ផស្សឆើតឆាយនេះហើយដែលតាក់ទាញអារម្មណ៍ខ្ញុំឲ្យផ្ដោតបាញ់ឈ្មោះទៅរកតែលើរូបអ្នកនោះអារម្មណ៍ខ្ញុំលេងនឹងណូចេះតែក្រមើក្រំភើបមិនចេះចប់ហាក់ដូចជាស្រហៀមឃ្លាននៅអ្វីមួយដែលខ្ញុំពុំដឹងជាឲ្យឈ្មោះថាដូចម្ដេចទេស្ដេចគ្រុឌដែលចាប់ចិត្តស្នេហ៍នាងកាកីខំធ្វើព្យុះធ្វើភ្លៀងធ្វើផ្គើឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងក៏ដោយសារតែសម្រស់ដ៏ផូរផង់ឥតខ្ចោះរបស់នាងកាកីដែរឯទុំដែលបានចាប់ចិត្តនឹករលឹកស្រឡាញ់ទាវខំសឹកខុសក្រឹតវិន័យក៏ដើម្បីឲ្យបានមកមើលវងភ័ក្រនាងទាវដែរតើនេះមិនមែនដោយសារសម្រស់ឆើតឆាយនៃរាងកាយនាងទាវដែរឬគ្រាន់តែក្រឡេកឃើញនាងទាវអើតកភ្លាមកៅណានេនទុំក៏ចាប់ចិត្តស្រឡាញ់ចាប់ផ្ដើមស្រមៃចាប់ផ្ដើមរវើរវាយទៅឆ្ងាយស្រេចទៅហើយតែសេចក្តីស្នេហានេះមិនមែនស្ថិតនៅលើសម្រស់រាងកាយប៉ុណ្ណោះទេជំហានទី2សេចក្តីស្នេហានេះត្រូវស្ថិតនៅលើចិត្តគំនិតស្អាតស្អំរបស់ដែលខ្ញុំស្រឡាញ់បើសិនជាអ្នកនោះមានរូបរាងស្អាតបាតដល់ណាក៏ដោយតែបើបែរជាវិកលចរិតទៅវិញទោះខ្ញុំក៏ពុំអាចទ្រាំទ្រស្នេហ៍អ្នកនោះតទៀតបានដែរខ្ញុំអាចស្រឡាញ់អ្នកនោះបានលុះត្រាតែអ្នកនោះមានចិត្តស្អាតស្អំស្មោះត្រង់នឹងខ្ញុំបើអ្នកនោះមានចិត្តរីករាយម្ដងទៅលិចម្ដងទៅកើតទោះស្នេហារបស់ខ្ញុំចំពោះអ្នកនោះក៏គ្មានសារៈសំខាន់អីដែរស្ដេចគ្រុឌដែលលាក់បង់នាងកាកីចោលហើយយកមកប្រគល់ថ្វាយស្ដេចព្រហ្មទត្តវិញក៏ដោយយល់ឃើញថានាងកាកីនេះមានគំនិតនិងមានអារម្មណ៍មិននឹងណមិនស្អាតស្អំមិនស្មោះត្រង់នឹងចិត្តបក្តីរបស់ខ្លួនឡើយឯព្រះបាទព្រហ្មទត្តដែលបំបបង់នាងកាកីទៅទៀតនោះក៏ដោយយល់ដោយស្ដេចគ្រុឌដែរឯទុំដែលសុខចិត្តបូជាកម្លាំងកាយដើម្បីនាងទាវមិនខ្លាចស្លាប់ក៏ព្រោះតែយល់ឃើញយ៉ាងច្បាស់ដែរថានាងទាវមានចិត្តស្អាតស្អំបរិសុទ្ធចំពោះតែរូបខ្លួនមួយស្នេហាដែលស្ថិតនៅលើសម្រស់ចិត្តគំនិតស្អាតស្អំនេះជាប់មុខនឹងអំពើល្អកាលណាចិត្តគំនិតយើងស្អាតស្អំហើយអំពើរបស់យើងទាំងប៉ុន្មានក៏បាញ់តម្រង់ឆ្ពោះទៅរកសេចក្តីល្អដែលអំពើល្អនេះគឺជាលទ្ធផលដែលคล้ายចេញមកពីចិត្តល្អប្រពៃដូច្នេះកាលណាគូស្នេហារបស់យើងបានបញ្ចេញសកម្មភាពមួយយ៉ាងប្រសើរកប់ចិត្តពេលនោះយើងរីកធ្លើប្រមាថសប្បាយរីករាយហើយទៅយើងរឹតស្រឡាញ់គូសង្សារយើងទ្វេឡើងទៀតដោយសារតែទុំស្មោះត្រង់នឹងខ្លួនសុខចិត្តវេទនាសុខចិត្តប្រថុយជីវិតដើម្បីសេចក្តីស្នេហាដោយមិនព្រមខ្លាចអំណាចចក្រពតិព្រះរាជាទើបបានជានាងទាវហ៊ានឆ្លើយតួប្រាប់ព្រះរាជាដោយមិនបាច់គិតថាពិតជាប្រពន្ធមិនទុំមែនរីឯលក្ខណៈស្នេហាពិតប្រាកដរបស់ទស្សនវិធូវិញមិនមែនស្ថិតនៅក្នុងក្របខ័ណ្ឌស្នេហាទាំងនោះទេទស្សនវិធូជាអ្នកដែលបានឆ្លងកាត់ផុតលក្ខណៈស្នេហាធម្មតាទាំង3ខាងលើរួចស្រេចទៅហើយស្នេហារបស់ទស្សនវិធូមិនមែនស្ថិតនៅក្នុងពិភពអារម្មណ៍ទេស្នេហារបស់ទស្សនវិធូគឺស្ថិតជំពាក់ទៅលើពិភពគតិសេចក្តីស្នេហានេះគឺជាសេចក្តីស្នេហាលើសោភ័ក្រអមតៈទស្សនវិធូយល់ថាយើងដែលវិលវល់ក្នុងវាលវត្តសង្សារនេះមានការឈឺចាប់យ៉ាងខ្លាំងហើយត្រូវការជាចាំបាច់នៅក្នុងការស្វះស្វែងរកនៅការស្ងប់ស្ងាត់រកពិភពគតិមួយដែលអាចផ្ដល់មកវិញនៅសម្រស់គ្រប់បែបយ៉ាងស្នេហារបស់ទស្សនវិទូមិនមែនស្ថិតនៅក្នុងពិភពអារម្មណ៍ទេស្នេហារបស់ទស្សនវិទូគឺស្ថិតជំពាក់ទៅលើពិភពគតិសេចក្តីស្នេហានេះគឺជាសេចក្តីស្នេហាលើសសោភ័ណ្ឌអមតៈទស្សនវិទូយល់ថាយើងដែលវិលវល់ក្នុងវាលវត្តសំសារនេះមានការឈឺចាប់យ៉ាងខ្លាំងហើយត្រូវការជាចាំបាច់ក្នុងការស្វះស្វែងរកនៅការស្ងប់ស្ងាត់រកពិភពមួយដែលអាចផ្ដល់មកវិញនូវសម្រស់គ្រប់បែបយ៉ាងដូច្នេះទស្សនវិទូជាជនមានស្នេហាមួយរូបដែលតូចចិត្តចង់បានតែសុភ័ណ្ឌអមតៈទស្សនវិទូជាស្មោមយាយចោះកំសត់ក្រតោកយ៉ាមញាក់ដែលខំដើរសុំទានស្វះស្វែងរកនៅពុទ្ធិនេះជាប្រភពនៃសេចក្តីសម្បូរសប្បាយគ្រប់បែបយ៉ាងដូច្នេះស្នេហារបស់ទស្សនវិទូជាស្នេហាមួយដែលខំធ្វើដំណើរពីការក្រីក្រលំបាកល្ងងខ្លៅឆ្ពោះទៅរកការចេះដឹងទៅរកសម្រស់អមតៈដែលជាប្រភពនៃការសម្បូរសប្បាយនាងទាវដែលសម្លាប់ខ្លួនទៅតាមទុំនេះក៏ដោយយល់ឃើញថាក្នុងពិភពយើងសពថ្ងៃនេះគេពុំអាចរកស្នេហាពិតមែនតែនបានទេភាពស្នេហាទាំងប៉ុន្មានដែលមាននៅក្នុងពិភពលោកយើងនេះសឹងសុទ្ធតែជាស្នេហាបោកបញ្ឆោតគ្មានការពិតអ្វីទាំងអស់ឯសភាពពិតប្រាកដមែនគឺស្ថិតនៅក្នុងពិភពមួយទៀតគឺពិភពគតិក្នុងពិភពគតិនេះហើយដែលនាងទាវអាចក្រែបរសជាតិស្នេហាពិតប្រាកដជាមួយទុំដោយគ្មានព្រួយបារម្ភដោយគ្មានភ័យថាមានអ្នកណាមកឈ្នានីស័ត្វទៅទៀតបានឡើយដូច្នេះតើទស្សនវិទូអាចនឹងចាប់យកសុភ័ណ្ឌស្នេហាអមតៈបានឬទេទោះបីទស្សនវិទូខំប្រឹងស្វះស្វែងយ៉ាងណាក៏ដោយក៏គេពុំអាចនឹងរកសម្រស់ស្នេហាអមតៈនេះបានដែរ
จนนาได้มีสนาหาจุนนุแต่งแต่กอดสมกรอคืนถ้าคลูนเกเจแต่มันกรุบกรอนเจแต่คว้าจินิกดูชนะสนาหาไตรกากรุบกรอนเป็นลิงมันคว้าขาดแต่จำปูมนุยืนสนาหานี่เนื้อแต่มันสกอบจีดอราบอาการได้เขียมตามสลังเนี่ยนี่ตามสลังเนี่ยนู่มันเจสำรากมันเจเหนื่อยน้ายมันแมนบ้านสกดีถ้าเขียมโคตรคัลหรืออักระอักรีขมีนเสลทอค้นคลูนสอนุทีแต่นี่มกปีเขียมขมีนละเพียบหนึ่งกระดบจับยกสำรสนาหาอมตะนิบ้านสนาหานี่อาจกำจัดแรงเอาเขียมเมียนสนาหาเมียนการมาตำเรกตัวต่อบ้านอาการได้เขียมปุ่มอาจจับชงยกสนาหาบ้านคือมกปีสนาหานี่ชีสรมอลปนเนาะแต่ตีบมพดสกดีสนาหานี่เนื้อแต่มันเจสกอบไอเจ็ดเขียมซาวด์ก็เป็นสกอบได้โดยชนะสกดีสนาหาไตรสถัดในเลือพีบโซนตุ่มเตหายสกดีสนาหาระบบมนุษย์เยื้องก็จีสนาหามุ้ยอัดประหย่อยได้บางแต่ตู้จียางนาก็ด้อยสกดีสนาหานี่มันแมนสถัดในเลือการสังเกตการจวบจุ่มเปียจัดเลือระบบมุ้ยแต่เมียนดำไลโนเตสนาหาจีจอลนามุ้ยได้ใจแต่เธอดำนาลูดพวกเกินลางจีลมดับปีสะเพียบเตียบอ่อนท้อยแต่รอกสะเพียบเมียนดำไลมุ้ยได้ใจแต่พวกลางจีลมดับสกดีสนาหามันแมนเธอเอาเยื่อขวานุเทสกดีสนาหานี่แอกเบิกพเนกเอาเยื่อเมื่อดำไลเอาไว้มุ้ยคืออย่างชุบาดปัดประกอบเนื้อเปลวได้เยื่อบัดพเนกจิตบางสกดีทาสนาหามันแมนจะการสำรอบสำรัวตามเพลเรียงกายที่แต่เจลักษณะมุ้ยระบอกกลุ่มนึดเยื่อสนาหาคือเจดำไลกติปิดแมนแต่สกดีสนาหาจีจอลนามุ้ยแต่นอมเยื่อเตอรอกดำไลกติเตอรอกสอบพรสนาหาอมตะก็ด้อยก็ตู้สนาวิตู้เนื้อแต่ผมไอชงชับยกสำรอบสนาหาอมตะนิบานได้ทูใบเจโดยชนิดก็ด้อยก็ตู้สนาวิตู้มันออสังคมบอกบองอุดมกติสวัสแสวงรอกสอบพรสนาหาอมตะนิไลเพราะเกสังคมทัศนายนามุ้ยเกหนึ่งบ้านตัวในสนาหาดอกทมเทงเป็ดประกับนุจิมันคานโดยชนิดจีวัตตู้สนาวิตู้จีวัตมุ้ยได้รุดตามสกดีสนาหามันเจจอบมันเจไฮ